ម៉ាម៉ាមានដឹងអត់នៅពេលម៉ាម៉ាសម្រាប់កូនដោយការប្រកាសហើយបើមានរោគសញ្ញាទាំងអស់នេះម៉ាម៉ាអាចមានការបង្ករោគហើយជាទូទៅការសម្រាប់កូនដោយការប្រកាសតែងតែមានហានិភ័យឬក៏ការប្រឈមនៅពេលដែលម៉ាម៉ាថែទាំរបួសមិនបានល្អប្រសើរជាទូទៅនៅពេលដែលយើងសង្កេតឃើញថារបួសរបស់យើងមានការបង្ករោគវាមានរោគសញ្ញាដូចជាមានហើមមានឈឺមានក្រហមនៅជុំវិញរបួសឬក៏មានខ្ទុះឬក៏ខ្ទុះនឹងមានធំក្លិនស្អុយជាដើមបើសិនជាមានការបង្ករោគនៅក្នុងស្បូនគឺអាចឡើងកម្ដៅចាប់ពី38អង្សាឡើងទៅមានឈឺចុកចាប់ក្នុងពោះក្តៅខ្លួនរងារញាក់មានការធ្លាក់ឈាមឬក៏ធ្លាក់ទឹករងៃនឹងមានធំក្លិនឬក៏មានសភាពល្អក់ឬក៏ឈាមខ្មៅជាដើមចំណែកឯកត្តាហានិភ័យមួយចំនួនគឺអាស្រ័យទៅលើលក្ខខណ្ឌជាក់ស្ដែងរបស់ម៉ាម៉ាប៉ុន្តែលក្ខខណ្ឌមួយចំនួនដែលយើងគួរតែកត់សម្គាល់នោះគឺម៉ាម៉ាមានជំងឺធាត់ជ្រុលមានជំងឺទឹកនោមផ្អែមឬក៏ប្រព័ន្ធភាពស៊ាំចុះខ្សោយគឺងាយបង្កហានិភ័យនៃការចម្លងរោគចំណុចមួយទៀតដែលម៉ាម៉ាគួរតែដឹងដើម្បីជៀសវាងហានិភ័យមួយចំនួនម៉ាម៉ាគួរតែតមនៃការរួមភេទមុន6ឬ8សប្តាហ៍ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជៀសវាងលើករបស់ធ្ងន់និងសម្រាកឬក៏គេងញ៉ាំឲ្យបានគ្រប់គ្រាន់ជួបជាមួយខ្ញុំបាទវិជ្ជបណ្ឌិតច័ន្ទសនេតនៅវីដេអូបន្ទាប់ប្រសិនបើប្រិយមិត្តមានចម្ងល់ឬមានសំណួរអាចទម្លាក់ comment ខាងក្រោមនេះបាន